Ê, lô bong, chạp bạc lùi cho mà. Lật cho nào ai mình xu lên. Mình xu. Ê, lô bong à, vài ta đã bỏ lô bong mình xu thì đắng, ta tinh vài ta thmây tiết tơ. Ai công này dê bất đà. Cho nào đi mình trăn trâu đi. Ê, cũng dê bất đà nè. À có, chào một chuối bong phong. Ngay bây giờ nè anh cầm toàn tên ai chạp xong rồi anh liền áoបងប្រុសខ្ញុំនៅណាពូកាន់ក៏ចង់និយាយជាមួយពួកឯងបន្តិចបូកសរុបប្រាក់ដែលឯងចំបើកយើង$1240រាប់ខែមកហើយដែលឯងមិនទាន់យកមកសងយើងហើយថែមទាំងមកអុកលុកកន្លែងយើងទៀតផងតែឯងមានដឹងទេថាច្បាប់ដែលបងចែបានកំណត់នោះអ្នកដែលបន្លំស្លឹកឆ្នោតត្រូវកាត់ម្រាមដៃចាំស្ដាប់ខ្ញុំនិយាយសិនខ្ញុំស្បត់ចាប់ពីថ្ងៃនេះតទៅខ្ញុំឈប់អុកលុកនៅទីនេះទៀតហើយសូមលើកលែងទោសខ្ញុំម្ដងទៅចាំស្ដាប់ខ្ញុំនិយាយសិននិយាយមកចុះពូកាន់ពុកខ្ញុំជាកម្មករលីសែងឥឡូវគាត់ឈឺធ្ងន់ហើយធ្លាក់ឈាមពីបេះដូងទៀតផងព្រោះតែចង់សង្គ្រោះគាត់ទើបពួកខ្ញុំចម្ពាក់គេវ៉ាន់កហើយបងស្រីជីដូនមួយខ្ញុំក៏ចោះធ្វើជាស្រីបាដែរថ្ងៃនេះបងប្រុសខ្ញុំធ្វើបែបនេះក៏ព្រោះតែដើម្បីជួយសង្គ្រោះគ្រួសារទាំងមូលឡពិតជាអញ្ចឹងមែនយល់ទៅតាមសភាពស្មុគស្មាញគ្រួសាររបស់ឯងគួយចុះមកបាទណែប្រាក់ដែលឯងចម្ពាក់យើង$1240របស់ដែលខូចខាត$2000ថ្នាំព្យាបាលបងប្អូន$3000ហើយទិញស្រាមកសុំទោសពួកយើង$3000សរុបទាំងអស់$9240យើងកំណត់ឲ្យឯងក្នុងរយៈកាល10ថ្ងៃត្រូវយកប្រាក់នេះមកសងយើងវិញទាំងអស់បាទខ្ញុំប្រកាសជាសងខ្ញុំប្រកាសជាសងខ្ញុំសងតាមមើលទៅឯងចាញ់គ្មានសល់អ្វីទៀតទេឥឡូវនេះយើងឲ្យឯង$200យកទៅទិញថ្នាំឲ្យឪពុកឯងសិនទៅអរគុណលោកពូកាន់លោកមីបងជូជូថ្ងៃនេះឆាប់ត្រឡប់មកវិញម្ល៉េះថ្ងៃនេះមានភ្ញៀវពិសេសមួយអញ្ជើញពួកខ្ញុំទាំងអស់គ្នាទៅពិសាបាយលោកមីដឹងថាភ្ញៀវនោះជាអ្នកណាទេអ្នកណាទៅគឺបងចែណាអីបងចែមែនទេចាប៉ិតមែនហើយបើអញ្ចឹងអូនឯងបញ្ញាប់មកផ្ទះធ្វើអីមិនក៏មកនៅកំដរគេឲ្យបានយូរបន្តិចទៅមិនបានទេបងចែគេមានមិត្តភក្តិម្នាក់ទៅមកពីប្រទេសថៃម្នាក់នោះគេពេញចិត្តនឹងខ្ញុំឲ្យខ្ញុំទៅកំដរគេទៀតផងសំណាងដែរលោកមីបងចែគាត់ថាថ្ងៃនេះជាថ្ងៃសែនស្រីអាចទៅផ្ទះមុនបានទៅខ្ញុំអាចវិលមកវិញបានណាលោកមីអើយពិបាកក្មួយពេកហើយនេះអីបងចែឲ្យបងមែនទេមិនមែនទេគឺលោកថៅកែឲ្យតាអូនស្រីមិត្តភក្តិបងគេចម្ពាក់ប្រាក់បងចែមួយចំនួនអូនអាចសម្រួលជាមួយបងចែបានទេមែនហើយយ
យើងទៅជួបគ្នាជាលើកដំបូងគេប្រហែលជាចំណាំខ្ញុំមិនបានទេខ្ញុំមិនហ៊ានទេអើយងអ្នកចម្ពាក់លុយគេគឺឯងទៀតហើយមែនទេខ្ញុំបាននិយាយថាកាមេរៀមដៃឈប់លេងល្បែងណែអាកមន់ផលទៅបាទហេរឿងនេះយើងដោះស្រាយយ៉ាងម៉េចទៅគេជាក្រុមហ៊ុនធំយើងកំពេចកំប៉ុងមិនស្រួលទេអាកទោះជាអូនមិនគិតដល់ម្រាមដៃរបស់បងក៏អូនត្រូវគិតដល់ពុកនិងអាជូណាណែពួកឯងប្រយ័ត្នណាអ្នកដែលនាំទំនិញឲ្យមានកំភ្លើងបើសិនណាជាយើងមិនទៅជាមួយទេគឺថាវាមិនកើតទេពួកគេចំណាំមុខយើងណាណែបើតកែដឹងតែខ្ញុំមកឲ្យការដល់ពួកឯងខ្ញុំច្បាស់ជាចោលឆ្អឹងនៅកណ្ដាលថ្នល់ហើយណែយើងមកជួបនឹងពួកឯងនេះយើងមានការបារម្ភខ្លាំងណាបារម្ភមែនតែនហ្មងអីញ៉ាថៅកែមករកឯងលបងរកខ្ញុំមានការអីដែរហើយនៅទីនេះកំពុងធ្វើអីអូយគេទាំងពីរអ្នកជាដៃគូរបស់ឯងមែនទេណែលបងកុំនិយាយលេងលបងកុំនិយាយទុកចិត្តចុះអញគ្រាន់តែនិយាយលេងតើបើរួយឯងមានដឹងទេឈ្មោះរបស់ឯងបានសេចក្តីថាកំសាន្តណាពេលដែលមានរឿងអីមិនទិញទួយណាមាត់ឡើងញ័រកខើធ្វើកិច្ចការអីធំមិនបានទៅណែលបងអញ្ជើញពិសាខ្ចងទៅលបងមិនបាច់គួរសមអីទេអញ្ជើញសូមអញ្ជើញអីអាសម្លាញ់មិនក៏ឲ្យស៊ីសម្បកខ្ចងចឹងណែទឹកខ្ចងឆ្ងាញ់ណាស់លបងលោកថកែយកតាណាវិញបាទសុំទោសបាទឯងធ្វើអីហ្នឹងលបងចង់ធ្វើអីហ្នឹងឥឡូវវ៉ាលីនោះជារបស់យើងទេវ៉ាលីនេះជារបស់យើងវ៉ាលីនោះទើបជារបស់លោកសម្លាញ់ឯងនិយាយទៅមើលយើងទាំងពីរណាស័កសមប្រើវ៉ាលីនោះទៅខ្ញុំជាកម្មករមិនមែនគ្រូទាយទេតែខ្ញុំឃើញច្បាស់ណាស់វ៉ាលីនេះគឺជារបស់លោកណានៅឲ្យស្ងៀមទៅពួកកយគេមកហើយលាសិនហើយណាsorry នៅស្ងៀមទម្លាក់វ៉ាលីចុះភ្លាមកំភ្លើងខ្លីយើងគ្មានឮសំឡេងទេលោកប្រយ័ត្នណាគ្នាយើងច្រើនណាអត់ប្រយោជន៍ទេពួកគេមិនរហ័សដូចកំភ្លើងខ្ញុំទេទីនេះប៉ូលីសច្រើនណាស់លោកមិនហ៊ានសម្លាប់យើងទេមែនទេឯងសាកមើលពេលដែលឯងឈានដល់ជំហានទី4យើងនឹងសម្លាប់ឯងភ្លាមយើងអត់ជឿលោកទេលោកនិយាយថាជំហានទី4ទើបលោកបាញ់ឥឡូវទើបជំហានទី3មិនក៏លោកបាញ់យើងដែរ5មកមើលអាម៉ាំនៅឲ្យស្ងៀមតាកំភ្លើងទាំងពីរកំពុងតម្រង់រកឯងហើយដកកំភ្លើងទុកភ្លាមទៅបើមិនអញ្ចឹងទេប្រយ័ត្នគូតរបស់លោកត្រូវខ្ទេចខ្ទីណាដកកំភ្លើងទុកភ្លាមណាភ្លើងយើងដល់ទុកហើយឯងចង់ធ្វើម៉េចទៀត
អ្នកទាំង3ទៅលេងបរទេសចង់ជិះកប៉ាល់ទឹកឬកប៉ាល់ហោះ ជិះយន្តហោះណែសម័យនេះហើយតែតែជិះយន្តហោះទើបសបាយ ជិះយន្តហោះគ្រោះថ្នាក់ច្រើនណាស់ព្រោះយន្តហោះជួនពេលក្លាប់ពីលើចុះមកក្រោមដីទៀតផង អាហ្នឹងគេសំដែងឲ្យគេមើលតាណែយន្តហោះឡើងទៅលើអាកាសហោះហើរតាមចិត្តខ្យល់នៅខាងលើចេះតែបក់មកបក់ទៅរួចអ្នកបើកយន្តហោះគេកាច់ចកោតវើតាមខ្យល់ទៅមុខទៅក្រោយអញ្ចឹងទៅណែរួចទៅឆ្វេងទៅស្ដាំហើយមួយយ៉ាងទៀតមានខ្សែក្រវ៉ាត់ការពារយន្តហោះធ្វើដំណើរលឿនហើយឆាប់គ្មានគ្រោះថ្នាក់អីទេប៉ុន្តែពេលដែលយើងស្រស់ស្រោបយន្តហោះឡើងចុះចានស្លាប់ព្រាសមលោតចុះលោតឡើងហើយមែនទេអូនឯងកុំឆោតពេកមុនស្រស់ស្រោបគេពិនិត្យសភាពជាមុនពេលដែលគ្មានខ្យល់ទើបគេស្រស់ស្រោបណាឥឡូវនេះពួកឯងចង់ញ៉ាំអីប្រាប់គេឲ្យយកឲ្យហើយទៅរីឯពួកខ្ញុំចូលចិត្តញ៉ាំម្ហូបទាជីវលោកអញ្ជើញទៅណាហ្វីលីពីនសិង្ហបុរីម៉ាឡេស៊ីនិងឲ្យឆាប់ឡើងពួកគេមកឲ្យឆាប់រត់ភ្លាមទៅលោកម៉ាប់លោកយ៉ាងម៉េចទៅហើយណែចែកផ្លូវគ្នារត់ភ្លាមទៅប្រយ័ត្នពួកគេមានកំភ្លើងណាឆាប់ឡើងឆាប់ឡើងទៅឆាប់ឡើងខ្ញុំហត់ណាស់ចូលណែពួកឯងឆាប់លែងនាងភ្លាមទៅហើយចាំយើងទៅកុំធ្វើបាបនាងឲ្យសោះណាលែងនាងភ្លាមទៅអាកុកុំទៅណាអាកុអាជូមិនបានទៅជាអញ្ចឹងទៅវិញអូនត្រូវរបួសហើយធ្វើមិនទៅជួបនឹងបងចែបានទៅត្រូវទៅបើមិនអញ្ចឹងទេអាកុត្រូវតែស្លាប់គេជួបអូនបានតែម្ដងគេព្រមជួយអូនដែរឬទេមានការអីចាខ្ញុំមករកបងចែសុំអញ្ជើញសុំទោសបងចែនៅខាងក្នុងមែនទេខ្ញុំជាមិត្តរបស់គាត់ណែអាចារ្យកាលពីមុនបើសិនជាមិនបានយើងជួយជីវិតឪពុកឯងក៏គ្មានថ្ងៃនេះដែរមែនលោកពូហ្វាន់យកចិត្តទុកដាក់នឹងខ្ញុំមិនភ្លេចទេហោឆាប់ចាក់ស្រាភ្លាមទៅអញ្ចឹងនិយាយពីផឹកស្រាឯងផឹកមិនឈ្នះយើងទេនិយាយពីបាញ់កំភ្លើងវិញយើងចាញ់ឯងហើយព្រោះឯងបាញ់កំភ្លើងដៃឯងបើសិនជាទៅដល់ប្រទេសថៃយើងមានកំភ្លើង M16 យើងបាញ់មិនញិនដៃទេគឺថាហើយដល់ពេលនោះទើបអាចដឹងថាអាចែ10ក៏មិនអាចនៅចិត្តខ្លួនយើងបានដែរហាក់ស្រីស្រស់អូមិនក៏ក្រមកម្លេះហកមកនេះមកយើងស្មានថានាងមិនបានមកទេចិត្តមិនដាច់ពីយើងមែនទេឲ្យបងសុំថើមកស៊ឺតមកអើយមកដល់ទីនេះត្រូវតែផឹកឆាប់ផឹកភ្លាមទៅលោកពូហ្វាន់ខ្ញុំសូមជូនលោកពូមួយកែវអ
ទៅមកកែវនេះខ្ញុំផឹកជំនួសឪពុកខ្ញុំ បងចាបងចា យីនាងឯងស្គាល់តែអាចារ្យលែងស្គាល់យើងហើយមែនទេអាស្រីល្អ មែនទេ យើងក៏ជាងគេយើងសុកចិត្តទេ អូយអូយ នាង មានរឿងអីកើតឡើង ខ្ញុំត្រូវគេចាក់មួយកំបាត់ហើយសូមបងអភ័យទោសឲ្យខ្ញុំផង ត្រូវរបួសហើយនៅមកធ្វើអីទៀតភ្នែកធំទូរស័ព្ទឲ្យប៉ែបងភ្លាមបាទអើយស្រីស្រស់កុំខ្លាចអីពីណាធ្វើបាបឯងយើងទៅដល់ប្រទេសថៃយើងនាំទ័ពមកកំទេចវាត្មង បងចាយល់ទៅតាមយើងជាសះកាជីវដូចគ្នាសូមបងទៅជួយប្អូនជីដូនមួយរបស់ខ្ញុំទៅ តាមខ្ញុំយល់លបងមិនត្រូវរវីរវល់រឿងនេះទេពួកវាទៅប្លន់តំណែងរបស់តកែជូនេះជាកំហុសរបស់គេទេ បងចែតកែជូទៅហាងរបស់គេហើយអ្វីត្បិតតែសាសកាជឿយើងនៅហុងកុងមានតិចតែយើងស្រឡាញ់គ្នាណាហេតុនេះហើយទើបយើងមានកន្លែងឈរជើងបាននាងទុកចិត្តចុះឲ្យតែយើងជួយបានក៏យើងជួយព្រោះយើងសុទ្ធតែជាគ្នាឯងទេប្អូនជីដូនមួយនាងក្លាហានណាហ៊ានយកជីវិតរបស់ខ្លួនធានានាងចេញមកមនុស្សបែបនេះមិនគួរស្លាប់មែនទេតកែជូក្អេងក្អាងណាមានរឿងខ្លះដែលធ្វើឲ្យយើងទើសភ្នែកឥឡូវជួបនឹងយើងមិនសូវគោរពយើងដូចមុនទេយើងដឹងថាវាចង់តទួលនឹងយើងបានចាំមើលចុះទោះជាយ៉ាងណាក៏យើងមិនអត់អោនឲ្យវាដែរចាំមើលវាមើលវាធ្វើអីយើងបាន អាឡូបងចែរឿងដោះលែងមនុស្សថាយើងអត់នៅទេរឿងធំដុំយ៉ាងនេះលោកថកែជូអត់នៅទេខ្ញុំមិនហ៊ានសម្រេចទេ និយាយតាមត្រង់ទៅចុះសម្ដីដែលយើងស្ដោះចេញទៅហើយគឺយើងមិនអាចលេបចូលវិញបានទេប្រាតំណែងនោះយើងចំណាក់ចេញសងជួបើមានការអីមកជួបយើងចុះលោកត្រូវឆាប់ដល់លែងមនុស្សភ្លាម យល់មុខបងចែយើងត្រូវតែយល់មុខដល់លបងដែរហេយល់មុខអញឯណែតែបើយល់មុខលបងពេកតើមុខមាត់លបងយើងត្រូវគិតយ៉ាងម៉េចទៅហេសូមលបងកុំបង្ខំយើងពេកចាំ2 3ថ្ងៃពេលដែលលបងធំគាត់មកវិញលបងឯងចាំនិយាយជាមួយគេទៅចុះ ឈប់និយាយលេងទៅ 2 3 ថ្ងៃទៀតមនុស្សក៏ត្រូវស្លាប់ដែរឥឡូវនេះឡានរបស់យើងកំពុងចេញដំណើរទៅកាន់កន្លែងឯងរយៈពេល15នាទីត្រូវប្រគល់មនុស្សមកឲ្យយើងវិញ អាម៉ាប់ប្រាប់វាទៅណែបងចែដៃម្ខាងមិនអាចបាំងព្រះអាទិត្យចិត្តទេលោកតកែជូលោកតកែយើងមិនដោះលែងមនុស្សទេអូទេយើងមិនដោះលែងមនុស្សទេ លោកតកែជូយើងដឹងថាឯងកំពុងស្ដាប់ទូរស័ព្ទហើយទម្លាប់អាក្រក់របស់ឯងមិនខុសពីដើមទាំងអស់ទេធ្វើបងធំគេមិនកើតបើមិនជឿទេចាំបើកភ្នែកចាំមើលទៅចាំមើលពីលទ្ធផលដែលលោកមិនព្រមដោះលែងមនុស្ស ជាណាស់ផឹកកាហ្វេក្តៅមួយកែវសិនទៅ អ
នៅ10នាទីទៀតវាយទៅណែពួកឯងអង្គុយលេងទីនេះសិនទៅណា ចា ហើយលោកទុកចិត្តចុះចវាយយើងនឹងទូរស័ព្ទទៅឲ្យគេហើយគេត្រូវតែយល់មុខយើងដែរហេមនុស្សបែបនេះគួរឲ្យបងចែបដៅវាទៅទើបសមអរគុណលោកហើយណាខ្ញុំលាសិនហើយបាទអញ្ជើញលោកបងចែបងចែ អីកម្មពីមែនរបួសធ្ងន់ណាស់ណែទៅហៅលោកគ្រូពេទ្យភ្លាមទៅ បាទ ហ៎យកគេមកសម្រាប់សិនទៅ បាទ ឲ្យមកអង្គុយខាងនេះមក បាទ អេគេក៏មែនទេ អូទេមិនមែនកទេអាតងោធ្វើឲ្យរលាកដាតវាបាទ ឯងទៅសម្រាប់បានស្រួលបួលសិនទៅកុំបារម្ភអីថ្ងៃក្រោយជាស្រួលបួលហើយបើឯងពេញចិត្តទៅរកស៊ីជាមួយយើងចុះ បងចែមិនអីទេវាសប្បាយចិត្តពេកទើបវាសន្លប់ អក បងចែមកហើយប្រុងប្រៀបតែបងចែឲ្យចេះគួសមតិចណែបងចែខ្ញុំឈ្មោះម៉ាអ៊ីងគេជាមិត្តរបស់ខ្ញុំរួចខ្ញុំចង់តាមបំរើលោកបងដោយជាពួកគេរាល់គ្នាអញ្ចឹងណាលោកបងខ្ញុំនឹងនិយាយថាម៉េចទៀតទេគូហេងបងធំអូបងចែធំណែបងចែខ្ញុំឈ្មោះម៉ាអ៊ីង យើងពេញចិត្តនឹងឯងធ្វើការឲ្យយើងណា បងចែខ្ញុំពេញចិត្តបងធ្វើការជាមួយខ្ញុំអត់ទេសុំទោសខ្ញុំពេញចិត្តខ្ញុំសប្បាយចិត្តបានលបងធ្វើការជាមួយខ្ញុំបងសប្បាយចិត្តបងចែខ្ញុំរៀនសូត្រតាមបងខ្ញុំរីករាយណាស់អញ្ជើញមក អរគុណខិតខំធ្វើការជាមួយពួកគិតពួកកាន់ទៅ ស្លាប់ហើយឯងមិនស្លាប់ទេកុំឲ្យតែស្លាប់តែបងប្អូនយើងពីរនាក់ណាយើងជាអ្នកនាំឯងមកឥឡូវយើងមិនដឹងយកមុខមាត់ទៅទុកឯណាទេចំមកខ្ញុំវាមិនស្រួលប្រែប្រួលទៅតាមធាតុអាកាសសូមលបងទៅជួយសម្រួលជាមួយនឹងបងចែផងទៅបានហើយអកអាយ៉ាបានហើយបងចែជាបងធំគាត់មិនប្រកាន់នឹងរឿងតែងទួញអញ្ចឹងទេខ្ញុំចំជាគ្មានបានការអីមែនមិនគួរកដាស់នៅមុខគាត់អញ្ចឹងទេខ្ញុំភ្លេចយកដៃខ្ទប់មាត់គាត់ច្បាស់ជាខឹងខ្ញុំណាស់គ្មានការគួរសមសោះណាមិនអីទេខ្ញុំពិតជាគ្មានអនាគតហើយណែពួកឯងទៅទាលុយជាមួយនឹងយើង ណាខ្ញុំទៅដែរទៅទេ ស្ដាប់ឲ្យបានណាជាមួយមនុស្សពិបាកនិយាយគ្នាត្រូវឱកាសបន្តិចតែយើងចង់បានទៅលុយទេគ្មានការចាំបាច់កុំឲ្យគេមានគ្រោះថ្នាក់ឲ្យសោះអីទៅយកលុយពីអាហ្វីភ្លាមទៅខ្ញុំទៅម្នាក់ឯងហី សាមើលទៅ
បើផឹកឲ្យលុយមកយ៉ាងម៉េចថាម៉េចអញមកយកលុយពីឯងមិនឲ្យឯងមកទាលុយពីអញទេមកលើឲ្យមកគ្មានទេពិតជាគ្មានទេទោះជាឯងសម្លាប់យើងក៏យើងគ្មានដែរគ្មានណាអាហ្វីយើងប្រាប់ឯងទៅចុះឃាតករប្រចាំទីក្រុងហុងកុងគឺយើងនេះឯងបងអើយបងមានគេចង់សម្លាប់ខ្ញុំមកជួយខ្ញុំផងលោកបងអាល្អិតនោះវាចង់សម្លេះខ្ញុំណែលោកបងប្អូនរបស់លោកបងជំពាក់លុយរាប់ខែមកហើយលោកបងជាមនុស្សត្រឹមត្រូវយល់ពីហេតុផលណាលោកបងនិយាយមើលគួរតែសងវិញមែនឬមែនវាគ្មានលុយសងទេហើយបកកែសម្រាប់មនុស្សណាស់មែនទេសម្រាប់គេភ្លាមសម្រាប់គេចោលភ្លាមទៅសម្រាប់ថាឲ្យសម្រាប់ទៅមិនអីសុំទោសខ្ញុំផ្ដាសាយលោកបងសុំទោសអើយមានការអីឯងវាថាបើចង់យកលុយឲ្យសម្រាប់អាហ្វីមុនទៅយ៉ាងម៉េចអាបារាំងហើយអាងនេះជាកូនចៅតកែជូមកសំរឿងជាមួយពួកយើងមែនទេគ្មានទេលពូកាន់អើយខ្ញុំគ្រាន់តែចូលមកផឹកតែលេងតាខ្ញុំគ្រាន់តែលេងសើចជាមួយពួកគេមិននឹកស្មានថាគេភ័យដល់ថ្នាក់នេះទេនៅក្នុងថតសល់3-400ដែរឯងទៅយកចុះបងចាយបងចាយសូមបងឲ្យឱកាសតើអ៊ីម្ដងទៀតទៅរឿងនេះមិនធម្មតាទេមិនស័ក្តិសមប្រកបមុខរបរនេះទេទោះបីជាបង្ខំចិត្តតទៅទៀតក៏ដោយតន់ខ្លួននៅក្មេងទៅរៀនមុខជំនាញផ្សេងសម្រាប់រស់នៅប្រសើរជាងអាកតែចំពោះឯងផ្សេងត្រូវខិតខំធ្វើការការធ្វើដំណើរលើកនេះទៅប្រុងប្រយ័ត្នឲ្យមែនទែនយើងសង្ស័យថាតកែជូរល្បិចសម្រាប់យើងទូនាទីរបស់ឯងលើកនេះសំខាន់ណាបាទអាលោកបាទឯងមើលការខុសត្រូវនៅខាងក្រៅបាទអាយងបាទឯងជួយអាលោកពេលដែលយើងមិននៅកុំធ្វើអ្វីផ្ដេសផ្ដាសសោះបាទក្នុងនេះមានប្រាក់$1 លានណែបងចាយបងទៅមកកៅមែនណាទៅត្រូវតែទៅតែទោះជាយ៉ាងណាលបងកម្លាំងលើកច្រាំងជាមួយគេអសោះណាបានហើយយើងនៅក្នុងកប៉ាល់ពេលដែលបញ្ចប់កិច្ចការយើងត្រូវឡើងទៅជប់លៀងតែម្ដងមានស៊ីមានផឹកតែគ្មានស្រីបានហើយតោះយើងបាទអាកោឲ្យវ៉ាលីមកអញមក
បងធ្លាប់ធ្វើកិច្ចការនេះអស់ហើយបងចែបានផ្ដាំហើយថាអាយងត្រូវនៅខាងក្រៅណាដល់ទីនេះហើយយើងដឹងធ្វើអីហើយបងធំខ្ញុំជាមួយភ្នែកធំនៅខាងក្នុងអាចទៅរួចហើយឯងមិនទុកចិត្តបងមែនទេអូខេពេលដែលចូលទៅដល់ក្នុងឯងកុំនិយាយអ្វីសោះណាខ្ញុំមិនចូលចិត្តនិយាយអ្វីច្រើនទេសូមអញ្ជើញត្រូវការខ្ញុំទៅពិនិត្យទេបាទមិនបាច់ទេលោកខាងនេះឈ្មោះកាយ៉ុងនិងទីងកកយើងតំណាងបងចែមកទីនេះបាទយើងចង់ជួបនឹងអាចារ្យមិនក៏គេមិនមកសុំទោសបងចែថ្ងៃនេះគាត់មិនស្រួលខ្លួនបាទបងចែក្រោកឡើងការពីព្រឹកមិញរៀបផងគួតផងហើយផ្ដាំខ្ញុំសុំទោសពីលោកផងណាលោកមានការអីនិយាយប្រាប់ខ្ញុំក៏បានដែរបាទគ្នាយើងមាន3នាក់មានយកប្រាក់មកទេប្រាក់យើងយកមកហើយនៅទីនេះអាចារ្យយល់ព្រមថាមកតែឥឡូវបែរជាមិនមកវាដូចជាមិនគោរពយើងពេកហើយការលក់ដូរលើកនេះត្រូវពន្យាពេលសិនប្រាក់យើងមកហើយលោកនិយាយបែបនេះដូចជាមិនសមទេឯងគ្មានសិទ្ធិនិយាយជាមួយយើងទេយើងទៅសរសេរសម្បត្តិមួយឲ្យឯងយកទៅឲ្យអាចារ្យពេលដែលអាចារ្យមើលរួចវាច្បាស់ជាយល់ណែគិតយ៉ាងម៉េចទៅប្រយ័ត្នគ្រោះថ្នាក់កុំបាញ់ឯណាវ៉ាលីយ៉ាងម៉េចទៅហើយ
បងចែមកហើយចេញណាអាយងយើងប្រាប់ថាកុំឲ្យឯងចូលក្នុងមិនក៏ឯងចូលក្នុងអញ្ចឹងឯងដណ្ដើមកាន់វ៉ាលីធ្វើអីឥឡូវម្នាក់ត្រូវរបួសអស់ហើយឯងសប្បាយចិត្តមែនទេមិនដឹងជាអាក្រក់យ៉ាងម៉េចទេឯងពូកែណាស់ចំណាប់ណាស់ចង់សម្ដែងរឹតចង់ឈ្នះហ៎ឲ្យតែរបៀបហ្នឹងប្រកាសជាខូចការបើសិនជាឯងមិនព្រមកែប្រែទេឯងមិនអាចឈរជើងនៅទីនេះបានទេលោកគ្រូពេទ្យគេយ៉ាងម៉េចទៅហើយមិនអីទេផុតគ្រោះថ្នាក់ហើយបាទអរគុណណាលោកបងចាវ៉ាលីបងបកគលឲ្យខ្ញុំមិនឲ្យបាត់ទេដឹងហើយយើងដឹងហើយលោកគ្រូពេទ្យថាសុខភាពឯងល្អណាស់គ្មានគ្រោះថ្នាក់អ្វីទេកាលពី5ឆ្នាំមុនយើងត្រូវ2គ្រាប់ដែរតែយើងមិនទាន់ស្លាប់ទេពេលដែលឯងត្រូវគ្រាប់ឯងមាននឹកឃើញអីទេខ្ញុំនឹកឃើញថាខ្ញុំមិនទាន់បានប៉ះស្រីស្លាប់របៀបនេះគួរឲ្យស្ដាយណាលោកពូហ្វាន់អរគុណលោកអ្នកសូមទោសលោកសូមស្លៀកពាក់ឲ្យបានត្រឹមត្រូវសិនបាទឲ្យក្បានកមួយមកយកក្បានកមួយមករួចប៉ុណ្ណឹងបាននៅយើងរកឯងពី3អាទិត្យហើយតើឯងកិច្ចខ្លួនទៅណានៅទូរស័ព្ទទៅការិយាល័យរបស់ឯងគេថាឯងអត់នៅបើមិនអញ្ចឹងទេគេថាឯងទៅប្រជុំបាត់ទៅហើយទៅផ្ទះរកឯងថាឯងទៅប្រទេសប្រេស៊ីលស្មានមកដល់ថាឯងស្រស់ស្រូបនៅទីនេះទៅវិញសោះនៅមាត់ច្រកអាឆ្កែយាមទ្វារមិនចង់ឲ្យយើងចូលទៀតផងឯងនេះគ្រាន់បានណាលោកត្រូវការវិស័យមិនស៊ីទេយើងទៅស៊ីមីសាច់គោប្រហិត3ចានរួចទៅមកមិននេះខ្ញុំចង់ឲ្យគេចូលមកទេឯងមើលគេមែនតែនពេលចាំបាច់ទូរស័ព្ទទៅប៉ូលីសបាទយើងសូមជម្រាបឯងជាផ្លូវការប៉ូលីសអន្តរជាតិគេកំពុងតែតាមចាប់មេខ្លោងលក់គ្រឿងញៀនជនជាតិថៃហ្វាន់ថិតឯងជាអ្នកលួចលាក់គេយើងសូមឯងសហការជាមួយនឹងយើងប្រគល់គេឲ្យមកវិញមកព្រោះសំណុំរឿងនេះយើងជាអ្នកទទួលខុសត្រូវទាំងអស់ដំណឹងឯងដូចជាមិនត្រឹមត្រូវទេ
ai miên đang thả dương chia nào đấy rồi ha sân niêm dương ha thả bè đai chốt tại cả sầm nòn លោកអធិការចាងយើងចង់ជាមិត្តនឹងគ្នាបានទេ dương có trong miên mật đái tại mình men mất rồi biết ai như thế ខ្ញុំស្គាល់លោកច្បាស់ណាស់លោកចូលក្នុងអង្គភាពប៉ូលីស8ឆ្នាំតាមខ្ញុំដឹងលោកមិនទាន់បានឡើងបនស័កបន្តិចទេលោកផ្លាស់ប្ដូរតំណែង7លើកត្រូវអង្គភាពបន្ទោសស្ដី12លើកលោកជាមនុស្សមិនចុះសម្រុងនឹងគេលោកអធិការស្មីតថាឯងលប់សតិគេបញ្ជាឲ្យឯងទៅពិនិត្យសរសៃប្រសាទលោកអធិការចាងយើងនិយាយនេះត្រូវដែរឬទេ រឿងនេះមានអីតាក់ទងនឹងឯងគេមិនពេញចិត្តខ្ញុំព្រោះខ្ញុំមិនចេះស៊ីសំណុកសោកប៉ាន់ការពិនិត្យបានបញ្ជាក់ថាយើងគ្មានលប់សតិទេផ្ដេសផ្ដាស់មែនយើងក៏ចង់ដឹងរឿងរបស់ឯងដែរឯងរត់ពន្ធបើកបរលបែងចងការថ្មីបិទឯងជាសភាពបរិសុទ្ធតាមពិតឯងជាមនុស្សគំរក់បំផុត លោកចែក៏រំខានលោកមែនទេអត់ទោះលោកទីនេះជាភោជនីយដ្ឋានថ្លៃថ្នូរបើសិនជាលោកធ្វើអញ្ចឹងខ្ញុំនឹងប្តឹងប៉ូលីសភ្លាមបាទ ថយចេញទៅយើងក៏ជាប៉ូលីសនឹងគេដែរក្រនបើឯងក្រនបើមែនអស់ចាមែនថ្លៃថ្នូរចង់ក្បាត់ក៏មានអីថ្លៃថ្នូរទៅអ្នកថ្លៃថ្នូរបើសិនជាឯងមិនព្រមប្រគល់មនុស្សឯងលាងគូតឲ្យស្អាតត្រៀមខ្លួនជាប់គុកទៅហើយ មែនទេយើងចាំមើលឯងតិចចុះ មើលមុខទៅបងចែ គេជាឆ្កែឆ្កួតកុំរវល់នឹងគេអសោះ លោកតកែសុំអញ្ជើញបាទ Jeff? Hey. លពូហ្វាន់បានស្រួលខ្លួនបន្តិចទេ អាចចែឯងមកមើលយើងគ្រោះថ្នាក់ណាស់ណា នេះជាបរិយាដែលលពូចូលចិត្ត យើងបានហាត់ក្លិនរបស់វាតាំងពីឯងចូលមកម្លេះក៏ប៉ុន្តែនារីពេននេះឆ្នះណាស់គេមិនឲ្យខ្ញុំជក់បរិយទេ ថាម៉េចលោកពូអើយក៏ខ្លាចស្រីស្រីម៉ែណែលពូពិសាមកដើមទៅ ឯងចិត្តបាននឹងយើងណាតែងតែមកសួរសុខទុក្ខយើងអាចចែយើងធ្វើយ៉ាងម៉េចចំពោះមិត្តភក្តិឯងដឹងច្បាស់ណាស់យើងមិនដែលគិតពីលុយកាក់ទេឲ្យតែជួយគេបានយើងជួយចំណេញហើយតែពេលនេះគេធ្វើយ៉ាងម៉េចចំពោះយើងគេចាត់ទុកយើងជាមនុស្សឈួតឲ្យតែដឹងថាយើងមកម្នាក់រត់គេចខ្លួនអស់ឯងដឹងស្រាប់ហើយយើងនេះជាមនុស្សប្រភេទណាដែរតែស្មានមិនដល់ថាពេលនេះគេមើលងាយយើងដល់ថ្នាក់នេះសោះ លពូហ្វាន់ មានការអីសំទោស លោកមានដឹងថាអ្នកជំងឺមិនអាចពិសាបរិយបានទេគេមានជំងឺស្ទះសរសៃឈាមបើពិសាបរិយនឹងធ្វើឲ្យគេដាច់សរសៃឈាម ហេធ្ងន់ធ្ងរម៉ែ អ្នកនាងលោកខាងនេះគាត់ជាលោកនាយរបស់យើងណា អូលោកនាយធំ
តើលោកមានដឹងថាគាត់មិនត្រូវរំភើបខ្លាំងពេកទេលោកឲ្យគាត់ពិសាបារីធ្វើឲ្យគាត់យំយ៉ាងឈឺចាប់លោកចង់សម្លាប់គាត់មែនទេលោកយល់ដែរឬទេស្រីម្នាក់នេះជាប្អូនជីដូនមួយរបស់ម៉ាអ៊ីងឯងទុកចិត្តគេទេគេជាមិត្តរបស់អាយុងនឹងអាកកតាំងតែពីតូចម្លេះជាសង្សាររបស់អាយុងមែនទេជាមិត្តធម្មតាទេណែអ៊ីងអូនមិនក៏មកយឺតម្លេះវ៉ៃហ៎ណែការងាររបស់ឯងយ៉ាងម៉េចហើយបែការងាររបស់ខ្ញុំមិនខុសពីអ្នកសុំទានប្រមាណទេចាំតិចចាំគ្នានិយាយប្រាប់អេសួស្ដីលោកពូអង្គុយចំមកអ៊ីងបាទការពីលើកមុនខ្ញុំមិនគួរกระដាស់នៅចំពោះមុខបងចែទេរីឯតែស៊ីវលុយគេដៃក៏ទុនជើងក៏ទុនតែឥឡូវខុសពីមុនឆ្ងាយណាស់តាំងចិត្តជាអ្នកកាចជិះម៉ូតូកញ្ចាស់របស់ខ្ញុំគឺថាធ្វើដំណើរទៅមកគ្មានឈប់ឈរតតសោះឯងមិនជឿយើងមែនទេខ្ញុំអត់ជឿទេបានខ្ញុំបើកម៉ូតូបកកែណាចាំមើលចុះឯងបើកបកកែមែនណាកុំព្រិចភ្នែកសោះណាចាំមើលណាណ៎លោកពូឃើញទេគេជិះកង់បើផកគេមែនមិនអីស្មោះយើងគ្មានរបួសត្រង់ណាបន្តិចទេបើអ៊ីបងក្រំតាលេងជាមួយអូនតាថាម៉េចអញ្ចឹងលេងសើចបានដែរតាំងកយំឲ្យចេះមានការគូសំខ្លះផងយើងគ្រាន់ជាមិត្តភក្តិធម្មតាទេណែអូនស្រីអាយុងវាថាអូនឯងស្រឡាញ់គេណាវាក៏ហក់បងទៀតហ្នឹងអូនមានស្រឡាញ់គេណាគេនិយាយតែផ្ដាស់មួយថ្ងៃអួតតែខ្លួនឯងមិនខុសពីលេងហ៊ីទេស្មានថាខ្លួនឯងហ្នឹងគ្រាន់បើណាស់ទៅខ្ញុំស្គាល់ពីចរិតរបស់គេច្បាស់ណាស់មុខមាត់ញឹមតែចិត្តឲ្យខ្មៅក៏ខ្វក់អាយុងឯណានាងពៅអ៊ីមិនក៏មិនឃើញគេមកទុកចិត្តចោះស្រីត្រូវការតែងខ្លួនឲ្យបានស្អាតទើបអាចជួបបងចែបានដាក់ឲ្យត្រង់បន្តិចទៅបានហើយអូបងចែខ្ញុំអរគុណនឹងបងចែណាស់ដែលយកចិត្តទុកដាក់អាកកអាយុងហើយ
ហើយក៏ទទួលជាជូជាមេផ្ទះរបស់លោកបងទៀតធ្វើឲ្យយើងទាំងអស់គ្នានេះរស់នៅបានដោយសុខស្រួលណាលោកបងទៅយើងតោះទៅខាងនោះអេទៅអីមិនក៏យឺតម្ល៉េះចាខ្ញុំទៅចេញពីធ្វើការបងចែកំពុងចាំយើងណាបងចែថាទោះជាយ៉ាងណាក៏ត្រូវតែអញ្ជើញនាងមកចូលរួមដែរគាត់កំពុងតែរងចាំនាងណាបងចែបងនៅចាំនារីម្នាក់នោះទេនាងឲ្យខ្ញុំនាំនាងមកជួបលោកបងនាងនៅណានៅខាងនោះណាបងចែថ្ងៃនេះបងប្អូនអត់មកចូលរួមច្រើនណាស់ខ្ញុំទូរស័ព្ទទៅសួរទើបបានដឹងថាគេទៅប្រជុំនៅផ្ទះតកែជូហើយគេទាំងអស់គ្នាចង់ឲ្យលោកបងឯងប្រគល់លពូហ្វាន់ចេញមកម្យ៉ាងទៀតគេចង់ឲ្យលោកម្ចាស់ហុងដោះស្រាយពីរឿងនេះទៀតផងនាំគ្នាទៅប្រជុំសិនណាបាទថៅកែជូនឹងគ្នាគេមួយចំនួនទៀតអូសទាញលោកម្ចាស់ហុងចេញមុខណាត់ខ្ញុំឲ្យទៅជួបនឹងលោកម្ចាស់ហុងនៅថ្ងៃស្អែកគិតយ៉ាងម៉េចទៅពួកគេចង់រួមដៃក្បត់នឹងខ្ញុំហើយពេលចាំបាច់បោះបង់ពូហ្វាន់ត្មងទៅឯងថាម៉េចនឹងគ្នាគេច្រើនឯងខ្លាចគេមែនទេរស់ក្នុងសង្គមសំខាន់បំផុតត្រូវគិតពីសច្ចធម៌ត្រូវប្រកាន់នូវគោលការណ៍របស់ខ្លួនបើសិនជាគេអាងមនុស្សច្រើនយើងក៏មិនញញើនឹងគេដែរបានហើយចាំស្ដាប់ខ្ញុំនិយាយសិនចុះលោកម្ចាស់ហុងលោកនាយធំនៅប្រទេសថៃមានគំនុំជាមួយនឹងហ្វាន់ធីគេសុកចិត្តចំណាយ$50,000ដើម្បីសម្លាប់វាហើយឲ្យយើងប្រគល់មនុស្សនេះចេញមកបើមិនចឹងទេគេនឹងផ្ដាច់ទំនិញមកហុងកុងតែទាំងអស់នឹងឥឡូវហ្វាន់ធីនេះត្រូវបងចែជួយលាក់លៀមហើយយើងទាំងអស់គ្នាបានវកបងចែទៅហើយតែបងចែបែរទៅជាអានេះมันធ្ងន់ធ្ងរដល់បែបនេះពេកទេអីបើសិនជាគ្មានគ្រឿងញៀនលក់ទេយើងច្បាស់ជាអត់បាយហើយតើគិតយ៉ាងម៉េចទៅវិញតើលបងចែសុកចិត្តចែងកយើងដែរឬទេហ្នឹងមកចូលចាក់មិនដល់សាច់ខ្លួនឯងមិនដឹងឈឺទេបងចែគេមិនរកស៊ីលក់គ្រឿងញៀនទេទំនិញលក់ដូររបស់ខ្ញុំជាមួយថៃក៏ត្រូវចប់ដែរបងចែទំនិញរបស់លោកបងជាមួយនឹងពួកបងតើមានអីសំខាន់ទៅណែលោកតកែកុំនិយាយបែបនេះណាទំនិញលក់ដូររបស់យើងក៏វាសំខាន់ណាស់ដែររឿងនេះតើតែលោកម្ចាស់ហុងជួយសម្រួលផងទើបបានបងចែតើតែសម្ដីរបស់លោកម្ចាស់ហុងទើបគេព្រមស្ដាប់អាចែឯងខុសហើយណាខ្ញុំខុសហ៎រហូតមកទល់ពេលនេះខ្ញុំមិនព្រមប្រគល់មនុស្សព្រោះហេតុអីទៅព្រោះលពូហ្វាន់ធ្លាប់ជួយឪពុកខ្ញុំម្យ៉ាងទៀតនៅពេលដែលខ្ញុំមានការលំបាកលពូហ្វាន់ចិត្តបានណាគាត់ជួយខ្ញុំជាបន្តដែលគ្មានលក្ខខណ្ឌឥឡូវនេះគាត់មានគ្រោះថ្នាក់ហើយគាត់ជឿជាក់លើចិត្តខ្ញុំប្រគល់ជីវិតរបស់គាត់មកឲ្យខ្ញុំបើសិនជាខ្ញុំប្រគល់គាត់ឲ្យចេញមកអាចែខ្ញុំនេះខ្លាចទៅជាមនុស្សប្រភេទណាទៅ
ថ្ងៃក្រោយខ្ញុំមានមុខមាត់អីប្រឡូកនៅក្នុងសង្គមនេះតទៅទៀតអស់លោក ត្រូវនិយាយត្រូវណាស់ និយាយពីការលក់ដូរអ្នកទាំងអស់គ្នាជាអ្នកទិញពួកថៃជាអ្នកលក់វាផ្ដាច់តំណែងមកហុងកុងវានឹងវេទនាជាងពួកឯងទៅទៀតសួរថាវាទុកបានប្រហែលថ្ងៃពួកឯងទាំងអស់គ្នាមិនត្រូវចាញ់ល្បិចកលរបស់វាទេថាកែជូមានគំនុំគុំគួនជាមួយនឹងខ្ញុំផ្ទាល់ហេតុនេះហើយវាតែងតែអុចអាលគ្នាឯងខ្ញុំយល់មុខដល់លោកម្ចាស់ហុងខ្ញុំមិនដេញដោលសួរតទៅទៀតទេតែថ្ងៃក្រោយបើនរណាម្នាក់ហ៊ានប៉ះពាល់ដល់លពូហ្វាន់ខ្ញុំសូមស្បត់ជាមុនយើងនឹងសម្លាប់អ្នកនោះ ទាំងអស់គ្នាឈប់ទាស់គ្នាទៅចាំស្ដាប់ខ្ញុំនិយាយសិនយើងទាំងអស់គ្នាត្រូវតែរួមចិត្តនឹងគ្នាអាចារ្យនិយាយអំបញ្ញមិញនេះត្រឹមត្រូវណាស់ណែពួកឯងទាំងអស់គ្នាហ្នឹងរស់ស៊ីចង់ចំណេញក៏វាត្រឹមត្រូវដែរចង្រៃយោមិនដឹងថាគេនិយាយអ្នកណាខុសអ្នកណាត្រូវទេវិញ បងចាអំបញ្ញមិញនេះពិតជាអស្ចារ្យមែនបងសម្ដីរបស់បងពី3ម៉ាត់ធ្វើឲ្យពួកវាហាមមាត់មិនរួចទាល់តែសោះថ្ងៃក្រោយខ្ញុំត្រូវតែខិតខំរៀនសូត្រពីបងចាហើយហើយពៅអ៊ីឲ្យតែលឺឈ្មោះបងគេញញឹមបិទមាត់ចិត្តទេខ្ញុំនឹងធ្វើមេនដើរជូនលោកបងមិនខុសទេអញនិយាយចំនៅពេលដែលយើងកំពុងនិយាយឯងលូកមាត់មកនិយាយដែរខ្ញុំគ្រាន់តែចង់ជួយលោកបងតា ឯងថារស់ស៊ីជាការសំខាន់បានសេចក្តីថាម៉េចនឹងសម្ដីរបស់ឯងនេះបានសេចក្តីថាជីវិតពូហ្វាន់មិនសំខាន់ទេនៅក្នុងស្ថានភាពបែបនេះឯងបែរជានិយាយពាក្យផ្ទុយនឹងយើងទៅវិញអ្នកដទៃគេពិតជាដឹងថាផ្ទៃក្នុងរបស់យើងមិនត្រូវគ្នាធ្វើយ៉ាងនេះគេច្បាស់ជាហ៊ានអុកឡុកយើងហើយមិនដល់ថ្នាក់នងពេកទេថ្ងៃមួយថ្ងៃឯងត្រូវតែយើងគ្មានប្រយោជន៍អីទេកាលពីមុនយើងប្រាប់ឯងម្ដងរួចទៅហើយឯងមិនត្រឹមតែមិនកែប្រែបែរជាលើសដើមទៅទៀត ចាប់ពីថ្ងៃស្អែកនេះតើឯងទៅធ្វើការក្នុងប៉ាសាន់ស៊ុយគ្មានការសំខាន់កុំមកជួបយើងឲ្យសោះ លោកប៉ាពិសាស្រាល្មមហើយកុំពិសាច្រើនពេកណាអើប៉ាដឹងអើយអញ្ជើញលោកបងអញ្ជើញបាទអានេះមកញ៉ាំតែមួយកែវសិនតើនេះជាទឹកតែពិសេសសម្រាប់ឯង rồi ai mơ ấy nè dương cầm pung tay bị nứt ai anh trời crop tiền hai á bà sân chỉ trời crop dương khoác này bát ta hai rồi bố bản tinh tôi tê nè dương nè smart thà anh về trời crop ha này gì tam tròn tới cho bà ca muốn tới giọt lôi mình tuần đai tuần chương nên cả đa nơi chụp một bằng chai nô tế pe nè dương ai slap rồi chỉ môi ai hai tôi chỉ giang na có đói còn dương ai chui ai bàn đai nữa dương mình thuê phải tiết tê họ nè nhằm thực tài sân tư nè à co á thành ra đó ai không pe nè bà ai như chỉ môi bằng chai mùi mát ao ca dương mà đón tiết tư ai là ai mơ cho dương chụp cả đa tiết hai dương lên nhà nhớ tiết hai cả tiết tết muốn á dương lang lực nôm chi ski tiết phong là bọn y nha dương khan chụp kia du hai rồi giờ mấy sọp ngày miền kỳ kỳ cà cà cái đà tiệt tế mấy cái chạm khăn mà ao trong sông tô phó nữa khi ông miền ca trong vậy chỉ một ôn trong tị à có chỗ được nông đó à sụt đây lục ba sụt đây cuốn nè bọn về tình niệm nè bọn nó nông pa bây giờ tình nó nông pa bọn hot nè bọn sọc chặt chua co ở slap việc bà sao chiên bọn pro à bọn ai cầm tôi chặt ấy Nikron ta chỉ mà đỏ son tê chăm pi bảy ngày pe để bọn trai bàn kháng nhóm bằng tay gì chỉ mùi con bà hai chỉ ở bọn tập lắp tập vinh khan đấy miệt bàn cả tê con mình pin chân bằng bọn tê mình bớt tê bọn trai mình chỉ một phê nôn tê anh can chương kê pro kê sải ảnh nè
គាត់ជាមួយអ្នកណាក៏ដូចតែគ្នាដែរណែអាកកយើងមានតែបងប្អូន2នាក់ទេបើថ្ងៃក្រោយបងជាមួយបងចែមានទំនាស់នឹងគ្នាតើប្អូនជួយពីណាគេមិនដល់ថ្នាក់នឹងពេកទេបងឯងច្បាស់ជាជួយគេហើយមែនទេខ្ញុំគ្មាននិយាយចឹងឯណាឯងជួយបងហ៎បងប្រុសគ្នាឯងត្រូវតែជួយគ្នាឯងណាក្នុងនេះ$25,000អរគុណអារុនសួស្ដីចនមានរបស់តែងទួចយកមកផ្ញើឯងគឺកូនមញ៉េមួយណាហ៎ណែឯងយកវាទៅទុកស្ដាប់ទៅខ្ញុំចូលទៅសួរពូហ្វាន់បន្តិចណាណែបងប្រុសយើងអរគុណនឹងឯងហើយឯងធ្វើឲ្យយើងមានទឹកចិត្តមានកម្លាំងកម្រើកឡើងវិញតើខ្ញុំអាចជួយបងបានអីខ្លះទៅសិភៅរបស់ឯងយកមកនេះធ្វើឲ្យយើងនេះមានការរំភើបខ្លាំងណាស់យើងឈឺយូរមកហើយមិនដែលកម្រើកម្ដងណាសោះយើងស្មានថាវាគ្មានសង្ឃឹមនោមសិនទៅចាំមើលវាយ៉ាងម៉េចអាប្អូនណាណែចាំលោកពូបង្ហាញការពិតឲ្យឯងឃើញណាអូនណាយ៉ាងម៉េចបងចាយមានទូរស័ព្ទអាឡូលោកលីវបាទខ្ញុំចង់ដឹងពីថវិកាចំណូលរបស់អាយុងបាទខ្ញុំដឹងថាវាមិនស្របច្បាប់មែនតែខ្ញុំអាចលាក់ការបានបាទខ្ញុំចាំទូរស័ព្ទរបស់លោកបងចាយវិវត្តធំហើយមានរឿងអីពួកឯងមានដឹងទេអត់ស្រួលហើយលោកពូហ្វាន់ត្រូវគេសម្លាប់ហើយឯងដឹងពីណាមកពេលដែលខ្ញុំមកវិញវិទ្យុផ្សាយគ្រប់ទីកន្លែងយើងក៏ឮដែរ
តែគេគ្មាននិយាយពីជួនរកគ្រោះនោះឈ្មោះអីនៅកន្លែងណាទេខ្ញុំមិនដឹងដែរអាឡូគឺខ្ញុំបាទអរគុណឯងជាអ្នកសម្រាប់ពូហ្វាន់ខ្ញុំសម្លាប់បងចែគេគ្រប់គ្នាតែងតែចង់សម្លាប់ពូហ្វាន់បងចោទខ្ញុំជាអ្នកសម្លាប់ហ៎ខ្ញុំនិយាយតាមត្រង់តិចចុះបងមានទស្សនៈមិនល្អចំពោះខ្ញុំហើយគេហ៊ានចំណាយ50ម៉ឺនដើម្បីសម្លាប់ពូហ្វាន់តាមច្បាប់គេបង1/3ជាមុនតែឯងវិញយកពាក់កណ្ដាលជាមុនយើងបានពិនិត្យប្រាក់ចំណូលរបស់ឯងរួចទៅហើយកាលពីថ្ងៃមុនឯងបានបញ្ចូលប្រាក់25ម៉ឺនបើឯងមិនព្រមសារភាពទៅយល់សម្រាប់ឯងមែនគឺខ្ញុំជាអ្នកសម្លាប់មែនតែខ្ញុំធ្វើបែបនេះមិនមែនព្រោះតែប្រាក់ទេប្រាក់ទាំងនេះខ្ញុំយកមកចែកគ្នាក៏បានដែរខ្ញុំធ្វើបែបនេះក៏ព្រោះតែបងចែពូហ្វាន់មិនស្លាប់រឿងក៏វាមិនងាយចប់ដែរឥឡូវខ្ញុំសុកចិត្តធ្វើជាមនុស្សអាក្រក់ឥឡូវយើងជាអ្នកសម្លាប់គេបងចែឯងគ្មានទោសអីទេបងចែបងប្រាប់ខ្ញុំមកខ្ញុំធ្វើនេះខុសដែរមែនទេយើងមិនចង់ស្ដាប់ឯងនិយាយតទៅទៀតទេបងចែអាលោកឯងនឹងចាំអីទៀតហេឈប់សិនបងចែបើបងចង់សម្លាប់ខ្ញុំមកចុះទីនេះគ្មានរឿងរបស់ឯងទេឯងចេញទៅយើងបានស្បត់ឲ្យថានរណាសម្លាប់ពូហ្វាន់យើងនឹងសម្លាប់នៅនោះខ្ញុំយល់នេះជាកំហុសរបស់គាត់តែយើងជាបងប្អូននឹងគ្នាខ្ញុំមិនចង់ឃើញគាត់ត្រូវគេសម្លាប់នៅចំពោះមុខខ្ញុំទេបងប្រាប់ខ្ញុំមកតើខ្ញុំត្រូវដោះស្រាយជាមួយឪពុកខ្ញុំយ៉ាងម៉េចកើតខ្ញុំក៏ហៅគាត់ដោយវិធីណាខ្ញុំមិនអាចក៏ហៅគាត់បានទេអាចយងជាអ្នកក្បត់យើងបើយើងមិនសម្លាប់វាទេថ្ងៃក្រោយយើងបញ្ជាបងប្អូនមិនកើតឯងនិយាយមកមើលឯងគិតទៅមើលមនុស្សវានេះត្រូវឯងជួយទេអាភ្នែកធំវាមិនចង់បានតំណែងរបស់យើងទេឯងជាអ្នកទទួលកែរបស់យើងបើសិនជាឯងឈឺចារឿងនេះយើងនឹងសម្រាប់ឯងទៀតលបងយល់ពីចរិតរបស់ខ្ញុំណាខ្ញុំត្រូវឈរនៅខាងបងប្រុសរបស់ខ្ញុំពូឯងចាចេញពីទីនេះភ្លាមឈប់មកជួបមុខទៀតចេញទៅបងចែសូមអភ័យទោសខ្ញុំផងថ្ងៃក្រោយបងត្រូវការខ្ញុំបងប្រាប់ខ្ញុំចុះសួស្តីខ្ញុំពេញចិត្តនឹងបងប្អូនឯងទាំងពីរណាចង់អញ្ជើញឯងទាំងពីរចូលក្រុមហ៊ុនរបស់យើងណាបងណាត់គេមកជួបមែនទេផឹកមួយកែវសិនទៅ
ខ្ញុំយល់ថាប្រគល់ក្រុមហ៊ុនបណ្ណងសេះឲ្យតែពួកឯងទទួលខុសត្រូវពួកឯងត្រូវទទួល3ភាគក្នុងមួយត្រីមាសមួយអ្នកអាចទទួលបានប្រាក់ចំនួន40,000ដែរមែនទេយើងមិនបែរកណ្ដុងទៅជុងនឹងបងចាយបានទេយើងសម្រេចផ្លាស់មុខរបរហើយបងប្រុសយើងទៅវិញតែអាកោជប់សិនឯងទៅរួចទេជន់ពីលនៅតែជន់ពីលធ្វើបេសជាមួយថ្ងៃនៅតែជាបេសជាមែនទេឯងធ្វើរបៀបនេះដូចជាមើងងាយយើងពេកហើយនេះបានសេចក្តីថាឯងចង់ប្រឆាំងនឹងយើងហើយណាលបងឯងដូចជ្រុលពេកហើយតាំងពីទៅរហូតដល់ធំតាមានម្ដងណាដែលខ្ញុំអត់ឲ្យបងនោះយើងត្រូវគេវាយម្ដងណាក៏ព្រោះតែបងឯងដែរដើម្បីបងខ្ញុំក្បត់នៅឧត្តមគតិរបស់ខ្លួនយើងធ្វើមិនគប្បីចំពោះបងចាយយើងសុកចិត្តស្លាប់រស់ជាមួយឯងឥឡូវឯងបែរជាចង់ឲ្យយើងធ្លាក់ទឹកនឹងឯងទៅវិញតើឯងជាមនុស្សដែរឬទេឯងឈប់មាត់ទៅយើងអត់ទ្រាំនឹងឯងពេកហើយឯងកុំស្មានថាខ្លួនឯងមានមុខមាត់ចំពោះអាចែបញ្ជាយើងធ្វើនេះធ្វើនោះលីផងសែងផងយើងជាបងប្រុសឯងមិនមែនជាកូនចៅរបស់ឯងទេនៅមានទៀតយើងណែនាំពៅអ៊ីឲ្យទៅអាចែឯងថាយើងជាចៅមហាឥឡូវឯងហ៊ានស្ដីឲ្យយើងនៅចំពោះមុខអ្នកដទៃជាពិសេសវាជាចិនបងប្រុសរបស់ឯងទេបងឈប់និយាយពីការខុសត្រូវរបស់យើងក្នុងពេលនេះបានទេខ្ញុំដើរចេញពីទីនេះប្រហែលជាមិនរស់ទេបងប្រុសបងគិតពិចារណាមែនតែនទៅបើបងមិនទៅជាមួយនឹងខ្ញុំទេយើងមិនមែនជាបងប្អូនបន្តទៅទៀតទេឈប់សិនសុំតោកំអាទៅមុខអីបាទនិយាយតាមត្រង់ទៅចុះណាយើងដឹងថាអាយងមិនមែនជាមនុស្សល្អទេអើយខ្ញុំនៅចាំថ្ងៃដែលបងចែដេញខ្ញុំវានៅជន់ជើងខ្ញុំថែមទៀតណាមិនតែប៉ុណ្ណោះទេវាបង្អាប់ខ្ញុំគ្រប់កន្លែងថាខ្ញុំជាមនុស្សកំសាខ្ញុំគ្រាន់តែកដាស់វាសើចំអកខ្ញុំរាប់ឆ្នាំណាហើយអាកោឆាប់រត់ភ្លាមទៅណែអាកោឆាប់រត់ភ្លាមទៅអាយងនាំគេមកហើយឆាប់ឡើងភ្លាមណែឆាប់ទៅលាក់ខ្លួនភ្លាមណាលាក់ខ្លួនក្នុងបន្ទប់ម៉ាស៊ីនភ្លាមណាបើយើងមិនហៅឯងកុំចុះមកឲ្យសោះណាដឹងទេម៉ាអ៊ីងហងមានកាយបងយងណែចូលមកអង្គុយលេងបង
ai mình sưu luôn này khi nhóm cái nào luôn dương đang thả ai mình sưu luôn đang hái ban chỉ dương mà mơ ai nâng nè rồi đây ai có thể chạm mà lấy nè bó mình khơi thon ta có ní thế ấy việc thì chạm chẳng hay anh trừ hai mấy cổng mất rồi bỏ anh ót mà mơ ấy không yên thế niệm tao mà cao bát hay dục mà này hai ai mình toàn kề ai rong chăn này nè không yên này không yên nè ở cho hai ai không tè bài miên chan pi nâng chừng cả pi cũ đấy có nơi nè khi nhóm mình đang thả ai chẳng vậy thầm ai tê khi nhóm đâu mà nè anh mặt ngay rồi pi ngay tớp liền chan mà đong ôi miền ai cô cha tới còn ba anh chặt chắn á khả năng sập hiếp tăng tayแบบนี้ก็แรงหยอดได้กัดด้าก็แรงกัดด่าcòn ba vì nơi nữa chạm dây phì mau có nơi nè giờ đang tê dương ai ở cái bay đường cái nơi nè cái nhóm ở đang tê vì nơi nè vì nơi nè mình chạy đây aiទាំងពីរនឹងឈប់ទាស់គ្នាទៅណាចាំស្ដាប់យើងនិយាយសិនទាំងអស់គ្នាត្រូវគោរពពាក្យសច្ចៈអូយសំខាន់បំផុតគឺរោគប្រែវាយគ្នាសម្រាប់គ្នាមានប្រយោជន៍អីទៅនឹងឥឡូវចាប់ដៃគ្នាទៅគុំនុំកន្លងទៅចាប់ពីថ្ងៃនេះតទៅបំភ្លេចចោលអស់លឺទេលោកម្ចាស់ហងបើមានគេមិនគោរពពាក្យសច្ចៈតើធ្វើយ៉ាងម៉េចទៅបាទអ្នកណាមិនគោរពតាមពាក្យសច្ចៈអ្នកនោះដាច់ខាតមិនអាចឈរជើងនៅទីក្រុងហុងកុងនេះបានទេលើកលែងតែយើងស្លាប់ទៅបងចាយអាយងវាធ្វើអំពើថោកទាបបែបនេះបើខ្ញុំនៅផ្ទះបងតទៅទៀតវាមិនមែនជាការល្អទេបាទណារឿងនេះគ្មានតាក់ទងដល់នាងទេហើយក៏គ្មានរឿងអីតាក់ទងដល់អាកកដែរបើសិនជានាងទៅតើមាននរណាមើលការខុសត្រូវក្នុងផ្ទះនេះខ្ញុំមានសារៈសំខាន់ណាស់ទៅបងចង់ឲ្យខ្ញុំនៅតទៅទៀតមែនទេបងចាយនំប៉័ងទានេះខ្ញុំអាចនៅក្បែរបងបំរើបងខ្ញុំពេញចិត្តណាស់ហើយជាការប្រសើរណាស់
អូ នំប៉័ងទានេះអូនធ្វើសម្រាប់បងណា អូអូនចិត្តបានមែនឆ្ងាញ់ណាស់ណា អាជូមកញ៉ាំនំប៉័ងទាមក អាជូមកញ៉ាំនំពងទាទៅណា ចាអស់ទៅហើយអាកបងចាយមកហើយបងចាយបងចាយហ៎ខ្ញុំសូមជូនពរបងនឹងពៅអ៊ីហើយ ឥឡូវយើងខ្លាចទៅជាបងប្អូននឹងគ្នា ខ្ញុំត្រេកអរខ្លាំងណាស់បងចាយ កាលពីមុនខ្ញុំយល់ច្រឡំឯងស្មានមិនដល់ថាឯងក្លាហានដូចនេះសោះសូម្បីតែជីវិតអាកក៏ឯងជួយដែរពិតជាអស្ចារ្យមែនថ្ងៃក្រោយជួយខ្ញុំផងណា ណែបងចាយហ៎ខ្ញុំឈប់ផ្ដាសាយហើយ ខ្ញុំលាណា បាទសូមអញ្ជើញបងចាយគាត់ពេញចិត្តនឹងខ្ញុំណាស់ណាឃើញទេលោកនាយមួយរៀបការមួយធ្វើបុណ្យខ្មោចមែនទេរឿងទាំងពីរជារឿងបុណ្យខ្មោចតែទាំងអស់យើងនឹងចាត់ការអាចារ្យនៅថ្ងៃអាពាហ៍ពិពាហ៍របស់វាត្រូវតែស្លាប់ទូរស័ព្ទទៅម៉ានីឡាបាទឲ្យអាខ្លារខិនជ្រើសរើសឃាតករ2នាក់ដើម្បីចាត់ការក្នុងរឿងនេះទៅ ឥឡូវខ្ញុំតំណាងឲ្យក្រុមសាសនានិងកតេឈ្មោះរបស់ព្រះជាម្ចាស់សូមសួរអ្នកទាំងពីរនៅចំពោះមុខប្រិយមិត្តទាំងឡាយពួកឯងត្រូវឆ្លើយឲ្យស្មោះត្រង់លីចែឯងសុកចិត្តទទួលពៅអ៊ីជាភរិយារបស់ខ្លួនដែរឬទេខ្ញុំសុកចិត្តពៅអ៊ីនាងសុកចិត្តទទួលលីចែជាស្វាមីរបស់ខ្លួនដែរឬទេខ្ញុំសុកចិត្ត
តាមខ្ញុំមកផ្លែសិនស្មានមិនដល់ថាលោកបានមកចូលរួមដែរអាចារ្យឯងពិតជាក្រាន់បើមែនតែខ្ញុំនេះមិនទាន់លាលែងពីតំណែងទេរួចថ្ងៃណាមួយខ្ញុំប្រកាសជាចេញមកដាក់ខ្នោះដៃរបស់ឯងដោយខ្លួនខ្ញុំផ្ទាល់ជាម្ខាងថ្ងៃរៀបអាពាហ៍ពិពាហ៍មិនក៏លោកជូនពរខ្ញុំបែបនេះទៅវិញខ្ញុំជូនពរឯងបែបនេះគឺដើម្បីឲ្យឯងប្រយ័ត្នខ្លួនបន្តិចបងចាយមកទទួលមិត្តរបស់អូនសិនអូសួស្ដីបាទសួស្ដីសួស្ដីបាទសួស្ដីសួស្ដីបាទសួស្ដីអរគុណ
Dung công Cùng khoan anh cùng mà rèn xe anh anh mới nghe anh ơi slap tư anh mới nghe anh ngọt ta trong đây anh mới nghe anh ngọt ta anh我打他气chừng ấy ai cầm riêng tay anh ai chỉ là cầm riêng tay anh là ai cặp tư bài con ba này cặp chết tư hỏi khăm tư mấy con khăm tư lên niềm riêng á còn anh ở xóm á bây giờ anh sầm lắm niềng đi muốn sầm lẹ cầm lương cho anh tháo sầm lẹ cầm lương cho sầm lẹ cho liêm tên bỏ cặp lương mất không anh tháo sầm lẹ cầm lương cho mấy cô ấy mình tụm lẹ cho kia nó khẳng luôn tao nó còn dạ mày trời nữa chặt tao mơ mơ bong trai con bánh bong trai bong trai là nhom phong con bánh ấy lúc baខ្ញុំសូមវសូមលោកកុំសម្លាប់អាយងអីខ្ញុំសូមវលោកប៉ាមិនក៏មិនឆាប់រត់ភ្លាមទៅអាចចងាយយកឆាប់រត់ទៅ trai trong sầm lạp xong trai trong sầm lạp xong trai trong sầm lạp xong trời vô bật môi đó Pự y trai ai chỉ nè sầm lạp mà nuôi mày đấy ខ្ញុំការពារខ្លួនកំភ្លើងនេះមិនមែនជារបស់ខ្ញុំទេ លោកអធិការគាត់គ្រាន់តែការពារខ្លួនទេគ្រាន់តែប៉ុណ្ណឹងក៏លោកមិនយល់ដែរធ្វើមិនធ្វើប៉ូលីសកើតទៅណែបងចែបងពិតជាប្រជាជនគំរូរបស់យើងមែនអាចែឯងកុំប្រញាប់ស្លាប់ពេកយើងសន្យាថាត្រូវដាក់ខ្នោះឯងអត់តតែបានបងចែឯងញ៉ាំស្រួលហើយ នាងជួយមើលគេសិនណា ចា អ៊ីងឯងជាមនុស្សដែលក្លាហានបំផុតដែលខ្ញុំបានជួបឯងជាមនុស្សប្រកាន់នូវសច្ចធម៌ណាឯងបានជួយសង្គ្រោះយើងមិនភ្លេចគុណឯងទេណា
មែនណា មែនណា អី អាកដកខ្លួនចេញពីពិភពគុណរីឯអាចារ្យយល់ព្រមនឹងគំនិតប្រពន្ធខ្លួនឯងក៏ដកខ្លួនចេញពីពិភពគុណនេះដែរថៅកែជូត្រូវជាប់ទោសកំពុងតែភៀសខ្លួនតាំងតាយងត្រូវកាត់ទោសជាប់ពន្ធនាគារ6 ឆ្នាំ